của dương thời tư đồng rong cái non còn nề dưới cái niềng lỡ cho lòng nè phong kế nai Antarai thọ từ các triệt mục mình không có lòng này cứ quặn là ngật là ngông cứ lại của dân cả cứ lành ta đêm tư cùng ai mong sáng đã nặng đập bà ban bị rung đại sấm lên sớm lúc chẳng có mình bình cha giọt ane sông pram pro ca từ ban mơ nập phía nong sôm nam mô tát niសូមអនុមោទនាត្រង់ត្រាប់ស្ដាប់នៅប្រធមវិសេសទេសនាដោយសេចក្តីគោរពសូមអនុមោទនាសូមចម្រើននៅពុទ្ធពរទាំង4ប្រការអាយុវណ្ណៈសុខៈពលៈចម្រើនកើតមានដល់ព្រះគុណជាម្ចាស់គ្រប់ព្រះអង្គព្រមទាំងញោមជាម្ចាស់ផ្ដើមទានប្រធានម្ចាស់ផ្ដើមកម្មវិធីរួមទាំងភ្ញៀវកិត្តិយសចិត្តឆ្ងាយទាំងអស់ដែលអញ្ជើញមកចូលរួមក្នុងកម្មវិធីបុណ្យខួបកំណើតរបស់កូនចៅ Alexander គម្រប់ខួប1ឆ្នាំដែលប្ររពធ្វើនៅថ្ងៃ14រោចខែអាសាឍឆ្នាំរកានបស័កពុទ្ធសករាជ2561ត្រូវនឹងថ្ងៃទី22ខែកក្កដាឆ្នាំ2017ប្រពជាកម្មវិធីបុណ្យនៅគេហដ្ឋានស្ថិតនៅផ្ទះលេខ 6D ផ្លូវលេខ1ក្នុងពេហួតទី1ត្រឡោកបែកហើយក្នុងវេលាគ្រានេះក៏មានការរតនីធម្មកថា2អង្គថ្លែងសម្ដែងប្រធមទេសនាក្នុងកម្មវិធីនេះទូលបង្គំខ្ញុំគណៈអាត្មាភាពមុននឹងសម្ដែងសូមអធិស្ឋានខន្តីអភ័យទោសអំពីសំណាក់នៃព្រះគុណជាម្ចាស់គ្រប់ព្រះអង្គដែលមានប្រវត្តិមានក្នុងទីនេះនឹងអធិស្ឋានខន្តីអភ័យទោសអំពីសំណាក់នៃញោមម្ចាស់កម្មវិធីរួមទាំងឯកឧត្តមលោកជំទាវអ្នកអុកញ៉ាលោកប្រុសលោកស្រីញោមញាតិពុទ្ធបរិស័ទចិត្តឆ្ងាយទាំងអស់ក្រែងលោណាការលើកឡើងនៅប្រធរយកមកថ្លៃសម្ដែងមិនពីរោះពីសាមិនត្រូវទៅតាមអធិស្ឋាននិស័យទឹកចិត្តក៏សូមមេត្តាអនុគ្រោះបណ្ណៃអភ័យទោសដល់ទូលបង្គំខ្ញុំគណៈអាត្មាភាពទាំងពីរអង្គនេះផងសូមថ្វាយព្រះពរប្រគេនពរនិងជូនពរអ្នក
สะภิกขเวโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภิกขเวโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภิกขเวโตอะระหะโตสัมมาสัมพุทธัสสะសូមលើកហត្ថាទាំងពីរប្រណម្យបង្គំរំលឹកនឹកដល់ព្រះអរហន្តមុនីសម្មាសម្ពុទ្ធជាបរមគ្រូព្រមទាំងព្រះធម៌និងព្រះអរិយសង្ឃដោយសេចក្តីគោរពដ៏សង្ខេបបែបខ្លីក្រាបថ្វាយបង្គំប្រគុណជាម្ចាស់គ្រប់ព្រះអង្គចម្រើនពរដល់ញោមជាម្ចាស់ផ្ដើមទានប្រធានម្ចាស់ផ្ដើមបុណ្យនិងភ្ញៀវកិត្តិយសទាំងអស់សំប្រកបជួបប្រទះពុទ្ធពរព្រះ4ប្រការកំបីឃ្លៀតคล้ายទៅជាបការៈដតីឡើយអ៊ីតោបរាំងធម្មទេសនាងទេសេសាមៈបន្តពីបទនមស្ការដ៏សង្ខេបនេះទៅខ្ញុំព្រះករុណាអាត្មាភាពនឹងចាត់ចែងទូនីតិសម្ដែងពធទេសនាក្នុងវេលាគ្រានេះខ្ញុំគណៈអាត្មាភាពដើរទូនីតិជាព្រះមហាថែឯប្រគុណជាម្ចាស់ដែលនៅខាងស្ដាំដៃខ្ញុំគណៈអាត្មានឹងឯងមានពភៈស្រស់ថ្លាបញ្ញានឹងឯងក៏ឆ្លាតឲ្យលោកដើរតួនាទីជាព្រះអនុថែចាំឆ្លើយរាល់សំណួរខ្ញុំគណៈអាត្មាភាពបានដណ្ដឹងសួរក្នុងទីនេះលោកចៅហេងនិងអ្នកស្រីធឿនស្រីហួរបានប្រារព្ធកម្មវិធីខួបកំណើតជូនកូនប្រុសឈ្មោះចៅ Alexander ខួបគម្រប់1ឆ្នាំក៏រូបថតដាក់ខាងមុខរូងនឹងស្អាតណាស់បើញឹមនឹងក៏សមមកទៅមានបញ្ញាឆ្លាតឥឡូវក្នុងពេលនេះមេត្តាបិតាសម្ដែងទឹកចិត្តក្តីស្រឡាញ់ចំពោះកូនប្រុសរួមទាំងបងប្អូនញាតិមិត្តទាំងអស់ប្រពជាកម្មវិធីខួបកំណើតជូនកូនប្រុសដែលជាទីស្រឡាញ់បើសិនជាមិនបានប្រពជាកម្មវិធីអញ្ចឹងហាក់បីដូចជាមិនស្រឡះក្នុងចិត្តសោះបើដូច្នេះប្រពកម្មវិធីហើយអរតនីធម្មកថា2អង្គសម្ដែងធម៌ទេសនាទៀតធ្វើទានចំពោះព្រះសង្ឃផងចំពោះញាតិមិត្តបងប្អូនអ្នកជិតខាងអ្នកស្គាល់ទាំងអស់នេះផងអីចឹងបុណ្យនឹងបានទាំងពីរផ្នែករួមទាំងធម្មទានក្នុងទីនេះទៀតសពគ្រប់អស់ហើយញោមក្រោមការដឹកនាំរបស់លោកពូអាចារ្យដែលមានសម្លេងដ៏ក្រអួនក្រអៅរៀបចំកម្មវិធីតាមលំដាប់លំដោយហើយបងអ្នកស្មូតអីហ្នឹងក៏សំឡេងនោះក៏ល្អទៅទៀតក៏ដាក់ទៅបុកបាសឡើងព្រឺប្រកេះល្មមព្រោះក្បោះក្បាយណាស់ហើយចឹងក្នុងវេលាគ្រានេះធម៌ទេសនាតម្រូវតាមពេលវេលានៃការធ្វើពិធីយើងមានពេលវេលាតែមួយព្រឹករហូតដល់ថ្ងៃប៉ុន្តែកម្មវិធីដឹកនាំដោយអមអាចារ្យនឹងរៀបចំសពគ្រប់អស់ហើយបន្ទាប់ពីទេសនាចប់ទៅនឹងរៀបចំកម្មវិធីនឹងវេមហូបអាហារដើរឆ្លងជាកិច្ចកញ្ចប់កម្មវិធីខួបកំណើតក្នុងវេលាគ្រានេះហើយបានបន់បានកុសលច្រើននឹងយើងជូនឲ្យដល់កូនប្រុសនឹងផងដើម្បីឲ្យកូនប្រុសមានសុខភាពល្អមានបញ្ញាថ្លាប្រទីរួមនឹងការឆ្លៀសវៃរបស់ម្ដាយរបស់ឪពុកក្នុងវេលាគ្រានេះធ្វើបុណ្យដ៏ល្អប្រពៃបានបុណ្យកុសលច្រើនវាអាស្រ័យនៅលើការមានសទ្ធាជឿជាក់មាំទាំក្នុងពុទ្ធសាសនាច្បាស់លាស់រឿងកម្មហើយនឹងផលកាលណាយើងច្បាស់លាស់រឿងបុណ្យរឿងបាបមិញសពិចសពិលដូច្នេះយើងអាចចំណាយនៅទ្រព្យសម្បត្តិមាសប្រាក់លុយកាក់របស់យើងធ្វើទៅជាកម្មវិធីបុណ្យបានបុណ្យច្រើនអាស្រ័យដោយហេតុ3យ៉ាងទី1ចេតនាទី2វត្ថុទី3បដិកិយាកៈចេតនាគឺការស្រឡាញ់ចូលចិត្តការនឹកឃើញនៅបុណ្យកុសលនិងការចូលចិត្តចំពោះកូនប្រុសរបស់ខ្លួនដែរហើយចឹងការរីករាយសប្បាយពេញចិត្តហ្នឹងហៅថាចេតនាជាបុណ្យហើយធ្វើឲ្យសុខភាពរបស់យើងហ្នឹងក៏បានល្អ
តាមទ្រឹស្ដីពុទ្ធសាសនាយើងចេតនានោះមាន3ពុបចេតនាមញ្ញចេតនានិងអបរចេតនាឬក៏អបរាបរចេតនាពុបចេតនាជ្រះថ្លាក្នុងខាងដើមរៀបចំកម្មវិធីបុណ្យកំណត់ពេលកំណត់ថ្ងៃកំណត់ម៉ោងឲ្យត្រឹមត្រូវហើយនិមន្តប្រសង់អញ្ជើញអាចារ្យនិងប្រាជ្ញាកិត្តិយសទាំងអស់រីករាយសប្បាយមុនពេលធ្វើហ្នឹងហៅថាពុបចេតនាដល់មញ្ញចេតនារីករាយសប្បាយក្នុងពេលដែលកំពុងតែប្រពធ្វើដល់អបរាបរចេតនានៅពេលដែលចប់កម្មវិធីនេះហើយក៏នៅតែមានការសប្បាយរីករាយរំភើបចិត្តនឹងឯងក៏ធ្វើឲ្យបុណ្យកុសលរបស់យើងបានរីកចម្រើនថ្កើងថ្កានតទៅមុខចំណែកបដិគិហកៈចំណែកទី2តយវត្ថុដែលយើងចំណាយចាត់ចែងក្នុងកម្មវិធីបុណ្យហ្នឹងក៏មិនមែនចេះតែធ្វើឲ្យតែបានទេគឺយើងចាត់ចង់រៀបចំសម្អិតសម្អាងនឹងត្រឹមត្រូវរបស់ណាប្រគិនចំពោះព្រះសង្ឃក៏យើងរៀបតាមបែបនោះមហូបអាហារណាដែលរៀបបំរុងនឹងទទួលភ្ញៀវឬក៏ជូនអ្នកណាមួយយើងរៀបតាមឋានៈតាមរបៀបរបបអីចឹងទៅយើងធ្វើអញ្ចឹងរបស់របរដែលយើងបានមកនឹងចាត់ចែងអានោះបានបនច្រើនដែរញោមមើលដូចជាអន្តភិរៈនោះណាដែលបានចាត់ចែងថ្វាយទានចំពោះបច្ច័យកពុទ្ធហើយនោះបានបនបានកុសលច្រើនរហូតដល់ផ្អើលដល់ទេវតាឲ្យពោសោកសាធុការអាស្រ័យដោយសារចិត្តជ្រះថ្លានឹងឯងចំណែកទី3បដិគិហកៈអ្នកទទួលនឹងឯងក៏ជាស្រ័យបុណ្យដ៏ល្អមានសិលមានគុណធម៌មានការសង្រួមចរិយាមារយាទនឹងល្អធ្វើឲ្យញោមញាតពុទ្ធបរិស័ទដែលជាម្ចាស់កម្មវិធីនេះធ្វើទានទៅបានមគ្គបានផលកុសលផលបុណ្យច្រើនរួមទាំងក្នុងពេលនេះរួមទាំងការបណ្ឌប្រសពក្នុងការចាត់ចែងនឹងទៀតបុណ្យកុសលនឹងច្រើនជូនចំពោះកូនប្រុសដែលជាទីស្រឡាញ់ហ្នឹងហើយក្នុងពេលនេះព្រះគុណជាម្ចាស់ដែលនៅខាងស្ដាំដៃនោះញោមញាតស្គាល់ហើយណាព្រះអង្គសានពិរេកនោះបើទៅតាណាផ្អើលគេផ្អើលឯងតាណឹងឥឡូវក្នុងទីនេះមានកិត្តិយសលោកអនុគ្រោះដល់ញោមជាម្ចាស់កម្មវិធីក្នុងពេលនេះចូលរួមប្រទានធម៌ទេសនាក្នុងខួបកំណើតក្នុងវេលាព្រឹកនេះព្រះគុណជាម្ចាស់ដែលមានពភៈស្រស់ថ្លាឥឡូវក្នុងពេលនេះខ្ញុំកណាចង់ឲ្យអនុថែនឹងឯងលើកក្បាលមីក្រូហ្វូនឡើងរតនាធរចំណុចណានីមួយមកវេញែកអធិប្បាយចែកជូនដល់មេដាបៃតារបស់កូនប្រុសដល់ជាទីស្រឡាញ់ហ្នឹងព្រមទាំងប្រគុណម្ចាស់និងភ្ញៀវកិត្តិយសទាំងអស់ឲ្យបានជ្រាបសប្បាយច្បាស់ស្រឡះក្នុងចិត្តផងទៅមើលសូមអរតនីนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะសូមក្រាបថ្វាយបង្គំចំពោះគុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាអង្គម្ចាស់ដោយសេចក្តីគោរពសូមក្រាបថ្វាយបង្គំព្រះគុណជាអង្គម្ចាស់ដែលមានព្រះវត្តមានក្នុងបញ្ញសាលដ៏ត្រកាលក្នុងវេលាគ្រានេះសូមចម្រើនពរដល់ញោមញាតិពុទ្ធបរិស័ទជាអាចារ្យលោកយាយលោកតាភ្ញៀវកិត្តិយសទាំងអស់សូមចម្រើនពរដល់ញោមដែលជាមេដាបៃតាអាណាព្យាបាលរបស់ចៅ Alexander សូមចម្រើនពរញោមចៅហេងញោមធឿនស្រីហួរនិងភ្ញៀវកិត្តិយសទាំងអស់ក្នុងទីនេះសូមទេវតាចាឈ្មោះកត់ចាំចំណាំថែរក្សាការពារអ្នកទាំងអស់គ្នានេះឲ្យបានអាយុវែងសុខភាពល្អកុំឲ្យឈឺនៅក្នុងពិធីបុណ្យនៃពុទ្ធសាសនាយើងហ្នឹងវាមានពីរបែបមួយបែបបុណ្យលក្ខណៈសាសនាសុទ្ធរបស់ពុទ្ធសាសនាសុទ្ធមួយបែបជាបុណ្យលក្ខណៈរបស់ប្រពៃណីទំនៀមទម្លាប់ជំនឿជាតិសាសន៍ដូចជាជាតិសាសន៍ខ្មែរជាតិសាសន៍អឺរ៉ុបឬក៏បងប្អូន
ជនជាតិចិនជនជាតិអីណានេះមួយដែលមកនៅលើប្រទេសនឹងទៅក៏មានជាប់ទំនៀមទម្លាប់រៀងខ្លួនមកម្ល៉េះហើយការធ្វើបុណ្យនោះវាមានពីរអញ្ចឹងឯងប៉ុន្តែយើងធ្លាប់ឮពីកន្លងមកវាមានតែបុណ្យបញ្ចុះសីមាបុណ្យកឋិនភ្ជុំបិណ្ឌចូលឆ្នាំកោជុកបួសនាគមាគបូជាវិសាខបូជាអានឹងធ្លាប់ឮថ្នាក់តិចក្នុងប្រទេសខ្មែរហើយបើកូនក្មេងតូចនៅស្រុកខ្មែរពីសង្គមចាស់មកគេធ្វើបុណ្យហៅថាកោជុកអាបុណ្យកោជុកនឹងហើយដែលសពថ្ងៃវាបាត់ស្រាប់តែវាចេញរូបរាងបុណ្យថ្មីមួយទៀតហៅថាបុណ្យខួបកំណើតមិនគេថាវាស្ដីទូយូមិនគេនោះអានោះបុណ្យខួបកំណើតហើយបុណ្យខួបកំណើតនឹងវាចេញរូបរាងថ្មីប៉ុន្តែវាបាត់អាពាក្យថាកោជុកវាបាត់ពីនាមកហណៈវាបាត់ពីកេសមច្ឆតកៈឯណានៃកេសចនថៈកេសមង្គលឯណានៃមានវែងឆ្ងាយឥឡូវអាត្មានឹងសរុបសេចក្តីមកពីព្រោះថាវាកាន់តែប្លែកអញ្ចេះពីមុនគេមុនទេសនាបុណ្យបច្ច័យ4បុណ្យកឋិនបុណ្យអីឥឡូវឡើងនតាក៏មុនលោកទេហើយបុណ្យដាកដាលភូមិក៏មុនលោកទេហើយរៀបការកូនឲ្យលោកទៅទេមិនថាទេថាឲ្យអាវ៉ាតស្រាប់តែឥឡូវបកកកូនក៏មានទៀតបកកកូនក៏មុនលោកទៅទេឲ្យអាវ៉ាតទៀតឥឡូវថ្ងៃនេះខួបកំណើតទេទៀតនឹងទេថាម៉េចញោមញាតិពុទ្ធបរិស័ទបើអញ្ចឹងអាត្មាស្រាវជ្រាវពីនេះពីនោះយកមកចងក្រងខ្សែផ្សំជូនញោមញាតិឲ្យរួចមកគ្រាសិនណាញោមខ្មែរយើងគេហៅតាមពាក្យថ្នាក់ដឹកនាំតែងមានប្រសាសន៍ថាយើងមិនកាត់ក្បាលតម្រឹមមួកទេសុខចិត្តកាត់មួកតម្រឹមក្បាលហើយក៏មិនកាត់ជើងតម្រឹមស្បែកជើងដែរញោមណាកាត់ទៅអាត្មាអត់ទេសុខចិត្តកាត់ស្បែកជើងតម្រូវជើងដូច្នេះពិធីសាសនានេះណាពុទ្ធសាសនាមកពីឥណ្ឌាទេព្រហ្មញ្ញសាសនាក៏មកពីឥណ្ឌាដែរប៉ុន្តែសាសនាពុទ្ធក្តីសាសនាព្រាហ្មណ៍ក្តីមិនទាន់ចូលប្រទេសនឹងក៏ប្រទេសនេះមានជំនឿរបស់យើងមួយដែរក៏យើងមានប្រពៃណីរបស់យើងហើយដែរពុទ្ធសាសនាជាជំនឿថ្មីមួយមកពីឥណ្ឌាព្រហ្មញ្ញសាសនាក៏ជាជំនឿថ្មីមួយមកពីឥណ្ឌាមុនពុទ្ធសាសនាផងហើយលើសពីនឹងទៅទៀតមានជំនឿចិនមានជំនឿអឺរ៉ុបចូលមកក្រោយទៀតក៏ដោយដូច្នេះអ្វីទាំងអស់ហ្នឹងវាប្រៀបដូចយកមួកមកយកមកពាក់យើងមិនកាត់ក្បាលយើងតម្រឹមគេទេសុខចិត្តកាត់មួកតម្រូវក្បាលហើយអញ្ចឹងពិធីបែបណាយកមកប្រើមានប្រយោជន៍សំយើងយកមកប្រើពិធីណាអត់ក៏យើងអត់ដែរបានខ្មែរយើងបង្កើតពាក្យមួយថាខ្មែរនិយកម្មទាញកម្មវិធីគេអត់ប្រយោជន៍មកធ្វើឲ្យមានប្រយោជន៍ឧបមាដូចពីដើមអ្នកកាន់សាសនាព្រាហ្មណ៍គេធ្វើលឹងឯសូបញ្ញោមស្គាល់លឹងឯសូអីអត់លឹងឯសូធ្វើពិធីសេវរាត្រីអីហ្នឹងគេយកថ្មមកធ្វើទេប៉ុន្តែខ្មែរយើងអត់យកថ្មមកធ្វើទេវាខាតហូបមិនដាច់គេយកនំសមជ្រូកធ្វើយកសមជ្រូកសមចេកអីយកមកធ្វើយកស្លាធម៌ដូងយកមកធ្វើម្ល៉េះហើយអារបស់ហ្នឹងក្រៅពីបូជាយកមកហូបការទៅទេវាមានប្រយោជន៍អញ្ចឹងបានកម្មវិធីសំបីតម្លើងនតាពីដើមគេកាប់មនុស្សបូជាយ៉ាញ់កាប់គោកបីជ្រូកបូជាយ៉ាញ់ឥឡូវគេមុនប្រសង់បិណ្ឌបាតឥឡូវនេះគេមុនប្រសង់ចម្រើនព្រះបរិត្តសម្ដែងធម៌ទេសនាពាក់ព័ន្ធទៅនឹងពិធីខួបកំណើតទោះបីជាពិធីកើតថ្មីដែលមានឥទ្ធិពលមកពីបរទេសក៏ដោយក៏ខ្មែរយើងបានទាញតម្រូវកម្មវិធីទាំងហ្នឹងឲ្យដើរតួនាទីបង្រើដល់ជនជាតិខ្មែរយើងជាប់តាក់ទងជាមួយនឹងវិធីសាសនាឥឡូវអាត្មាចាប់ផ្ដើមនិទានប្រាប់ញោមញាតិពីរឿងប្រវត្តិនៅក្នុងប្រទេសយើងដែលជាប់តាក់ទងពីព្រហ្មញ្ញសាសនាខ្លះពីបុរាណមកគេហៅថាកិច្ចមង្គលមនុស្សម្នាក់ដែលកើតឡើងនេះក្នុងព្រហ្មញ្ញសាសនាគេថាយើងនឹងមានព្រលឹង9ដណ្ដប់ព្រលឹងហើយតែព្រលឹងនឹងចូលមិនគ្រប់មនុស្សនឹងក៏វាអត់ស្មារតីគ្រាន់ដែរជួនកាលវាឈឺលួសព្រលឹងវាជ្រុះព្រលឹងខ្លះយាយខ្លះឲ្យតែភ័យប៉ាន់ខាងលួសព្រលឹងឲ្យតែជិះម៉ូតូជាមួយចៅលេងតែកុំត100ជាងហ្នឹងព្រលឹងចេញស៊ីផលិតបាត់ហើយតែភ័យខ្លាំងមកប្រាប់គេថាខ្ញុំភ័យលួសព្រលឹងហើយមានន័យថាព្រលឹងអាលួសទៅខ្លះយាយខ្លះថាខ្ញុំព្រលឹងចង់សក់ឲ្យមិញ
មានន័យថាបលឹងហ្នឹងវាចេញដល់ចុងសក់នៅតែបន្តិចទៀតបលឹងចេញស៊ីផលិតដែរម្ល៉េះហើយមនុស្សយើងប៉ាំងខាងបាត់បលឹងហ្នឹងបានគេមានពិធីហៅតងបលឹងបកកកូនមានពាក្យមួយថាសកត់បលឹងរៀបការមានន័យថាគេធ្វើពិធីមួយគឺគេសែនបលឹងហើយរហូតដល់យកកូនមកបួសនោះមានហៅបលឹងនាគទៅទៀតវាជាប់តាក់ទងបលឹងនាគបលឹងស្រូវបលឹងអីហ្នឹងគឺជាប់តាក់ទងជាមួយនឹងជំនឿដើមមួយមកដែរញោមញាតិពុទ្ធបរិស័ទអ្នករសាបលឹងមាន4នាក់ចាំឲ្យទូនីតិឲ្យតំណែងមកយើងតាមញាក់មុខញាក់មាត់ញាក់ភ្នែកញាក់ដៃញាក់ជើងញាក់ក្បាលញាក់ច្រមុះតាមបែបជំនឿគេថាមនុស្សម្នាក់កើតឡើងមកមានស្នាមគំនុះមានប្រវត្តិដែលព្រហ្មញ្ញសាសនាគេថាព្រហ្មលិខិតពុទ្ធសាសនាយើងគឺកម្មលិខិតកម្រិតមកសូម្បីតែកាយៅបាតដៃក៏ខុសគ្នាដែរអាកាយៅបាតដៃខុសគ្នាហ្នឹងអាហ្នឹងគេថាប្រវត្តិរូបម្នាក់ចាលើបាតដៃនឹងមកណាញោមហើយអាយុប៉ុណ្ណេះត្រូវឡើងឋានៈជាអញ្ចេះអាយុប៉ុណ្ណោះត្រូវឡើងឋានៈជាអញ្ចោះដាក់មកខាងក្រោមកងភ្លឺញោមញាតិពុទ្ធបរិស័ទទាំងឡាយយើងឃើញមានការជំនឿជាប់តាក់ទងមកដោយកិច្ចមង្គលក្នុងសាសនាព្រាហ្មណ៍និងខ្មែរបុរាណគេជឿថាមនុស្សម្នាក់ត្រូវមានមង្គលសំខាន់4យោមង្គលទី1និយាយពីការកើតឡើងមកមង្គលទី2និយាយពីការអីយោមង្គល1និយាយពីការកោសក់ការកាត់សក់មង្គលមួយទៀតនិយាយពីពិធីរៀបការមង្គលមួយទៀតនិយាយពីពិធីឡើងផ្ទះគេថាមនុស្សយើងមានមង្គលសំខាន់4ទី1នាមកហណៈមង្គលគឺមង្គលកើតឡើងក្នុងសម័យព្រះគេថាការឲ្យឈ្មោះកូនសង្គមខ្មែរពីដើមគេហៅថាកោជុកកូនហើយឥឡូវនេះមង្គលនេះស្ថិតនៅលើការបកកកូនការចេញខែកូនទាំងនេះគឺជាកិច្ចមង្គលសម្រាប់កូនតូចដែលគេដាក់ឈ្មោះក៏ឲ្យឈ្មោះមង្គលគេហៅរទេវតាគេហៅរវត្ថុស័ក្តិសិទ្ធិបើនៅខេត្តតកែវផងមានទេវតាចាស់ទេវតាថ្មីទេវតាគ្រប់ទិសអ្នកថែរក្សាគេឆ្លោយឆ្លងគ្នាសម្បើមណាក្នុងជំនឿគេថាអញ្ចេះញោមក្នុងតាមលទ្ធិជំនឿគេថាមនុស្សយើងមានម្ដាយចាស់ម្ដាយដើមកូនដែលកើតមកហ្នឹងណាដែលគេកើតមកឥឡូវជាកូនយើងប៉ុន្តែពីអតីតមកជាកូនអ្នកដទៃទេអានោះគេហៅថាម្ដាយចាស់ឥឡូវមកកើតម្ដាយថ្មីហើយមនុស្សម្ដាយថ្មីនេះបើមិនរៀបចំពិធីអីដើម្បីកូនទេក្នុងជំនឿជួនកាលម្ដាយចាស់នឹងវាមកហួងហែងថែអាសាយកកូនវិញតែយើងមិនបានថែអាសាការពារឲ្យគុតមុតកូនគេនឹងជួនកាលគេមកយកកូនវិញដូចមានកើតជំងឺនេះជំងឺនោះរហូតដល់គេថាស្កន់ទប់ស្កន់ទល់ស្កន់ហល់ស្កន់ហើមស្កន់ម្ដាយដើមតែអាចជំងឺស្កន់ម្ដាយដើមឯហ្នឹងសិតតែវាជាប់តាក់ទងជាមួយម្ដាយដើមឯណោះមកពីម្ដាយថ្មីហ្នឹងថែរក្សាកូនមិនបានគង់វង្សមិនបានគុតមុតមានពាក្យមួយទៀតនិយាយពីនៅក្នុងសត្រាបនឆ្លងគេធ្លាប់និទានមកថាមនុស្សដែលធ្វើអីហើយអារម្មណ៍ជាប់ជាពាក់ជាមួយនឹងរបស់ដែលកសាងកើតជានេះជានោះនៅក្នុងមនុស្សរៀនគ្រូមានចំណេះចេះពីណាមករមិលគុណគ្រូនោះរៀនអីលែងចេះហើយមនុស្សមានកូនមិនប្ររពពិធីដើម្បីកូនតទៅមុខក្រកូនហើយគេលែងមកកើតគេទៅកើតជាមួយអ្នកផ្សេងអស់គេអត់កើតមកជាមួយយើងទៀតទេអញ្ចឹងបានជាបុរាណគេប្ររពពិធីដើម្បីកូនអាពិធីដើម្បីកូននឹងដោយអាត្មារៀបរាប់មិញអញ្ចឹងគេហៅថាកេសមង្គលពិធីកាត់កោសក់បកកសរីគេហៅពិធីចេញខែគេហៅពិធីចលៈតលៈចក្រានខ្លះគេហៅពិធីតលៈចក្រានខ្លះទៀតគេហៅគេធ្វើពិធីមួយហៅថាពិធីបកកកូនប្រសិទ្ធកូនហើយបន្ទាប់មកពិធីកោជុកឥឡូវគឺយើងសរុបទាំងអស់ហៅថាពិធីខួបកំណើតជាកិច្ចមង្គលដើម្បីកូនបើយើងមិនធ្វើពិធីអញ្ចឹងប្រយ័ត្នតែកូនដទៃវាលែងមកកើតទៅចេះហើយមួយទៀតតែម្ដាយដើមគេឃើញយើងថែអាសាមិនគង់គេមកយកទៅវិញពីព្រោះវាធ្លាប់មានក្នុងសាសនាពុទ្ធនិយាយពីម្ដាយដើមនឹងយើងមើលដូចទេមយៈកុមារ
การล้างมอโต้อย่าปกโยมมาด่าเลยแกรกลายกัดกระไดเนี่ยตู้นี้ตรึงไวปะเนี่ยปอดเนี่ยตู้นู้ตรึงกัดกอเนี่ยตู้นู้ตรึงกัดปะเนี่ยได้โกนังพยอตะตรึงหมอพยเตอปกดังท่าโอ้โกนพายจีพยแลนโยเมาแต่นั่งแลนโยเมาโดยเฉพาะโยตะด่านั่นเลยกลายสเปตชัดกลายล้างโซดิเซปตบาร์ในคืนสเปตชัดนั่งอันเลิกจีเคยดังท่าอันทลอกการที่สดายหอยทลอกมือบาทลอกเตอร์นรูปแปรออกการอยู่ปมใบเมินชนำในขนมแปรอะไรเนี่ยอันบานบอกการจิมนุษย์ปนังให้เปิดอันคอมทวงเปิดเพราะอันดังเตอร์แปรวิ่งสลับตะเพยส่งเวกกึดมันดังกึดอะไม่โยไม้สระแต่เพยจงรถเจนเมียในน้ำมาได้จักมาจุยทีละมาได้จักจิตมุนกาจิตเทวดาเนาะประสาทเวทชาต้องมาช่วยปราบโกนถ้าเบอร์โกนมันจองเสาเรียกโกนจองเจนปีนังเมียนแต่ทั่วตามแม่มันทลองตีโกนทั่วโกนทั่วทลองโกนกอมยีกอมสไดตีบ่มพอดเจนรุ่ยปีนังตะบัวบานแม่ดาวซานานะดาวซามาได้จักปีมาโยตือมาช่วยโยมมือกันเมียนจังได้ตาส่งไปมวยตีดลุกเดินมาอ่องมาบัวหายตือมาได้จักนั่งการเจียมลุให้ดอลเปียทั้งไงมวยลูกโกนั่งจอมสักมาได้จากจิตมุนนั่งมาทัวสันทัดโจลขนมรูปโกนั่งยมแยกเสกตัวโดยอายังโจลขมเอาอย่างไรจังทีมมันจ้องไอ้ลูกสักโยมเมื่อใครได้แต่ในให้ไปจวบเปียปอนจีมวยนั่งเปียทำมาได้จากมาได้ทำไมหรือก็มาได้ดามจังยังเมียนกัดปีทีมวยนี้ดามไปเตะตู้เนื้อมาได้จากนั่งเอาไอ้มาได้ทำไมเนี่ยคุมกรองไทยราซากาเปียเทวดาแต่งหลายช่วยอันตรากุมไทยราซาบานซบจมร้านปีเป็นในตือสมใบแต่ตะบอสะพันเล็กกะแต่บ้านจูบจิมวยหนึ่งเปรี้ยก็ดาวซามาได้จากพิจิตรมนเนี่ยมาปงไว้ได้กับปงตะปอบอเตะตือสำหรับแต่มาได้จากมาตุบเตะทัวกับมอยกูนึงตือมกกูนึงจะตะซองไซไม่กูแรงตือมกจอเปียเตะนึงดาวรอเคยเปรี้ยเราเคยเปรี้ยเชียร์ลาปกินสะดือถวายเปรี้ยเตอบ้านสมปะแกสุดที่ปองเตอกระโดดโบชีโยมเมื่อกันนะจังมนุษย์ยืงวิจวบเปียปอนนึงมาได้จ้ามาได้ทำไมนี่จีจุ่มเดิมมาบายบ้านจีขนมพิธีประกอบโกนหรือเจนไข่โกนในจีดามนั้นจ้าแต่งเตนิเตียนทำมาได้ดามมาได้จ้านั้นกอดแรงบ้านในวงไฮโกนนังไงกอดประกอบโกนนั้นมาเอามาได้ทำไมไทยศาสกาเปียนจังเทวดาต่างหลายช่วยจ่าชโมช่วยดังช่วยลื้อไทยศาสกาเปียจ่าอเล็กซานเดอร์นั่งจ่าปีนี่ม้าเมียนมาได้ทำไมคมกรองไทยอาซาไอเทวดาไทยอาซาพ้องสมาชิกเยอะไอสอกจมรันต่อตือนี่ชีวิตที่ตีมวยกัดเมียงกุลตีมวยสำหรับชีวิตตามแบบจุ่มเนื้อเลี้ยลอมจุ่มรอกจุ่มมวยหนึ่งโบราณเมียนศาสนาเปรียมคลักเมียงกุลตีปีเกหาธาเกษเมียงกุลคือวิธีเก่าจกนังไอบานดอลยืนถือบนควบกำนาดบนควบกำนาดนี่ระลึกนักดอลจูบเจตาเวียสนาระบยืงแต่บานเกิดมอกเคยปิดพบโลกไงนั่งดาวซาทั้งไงนั่งจังบานยืนถือบนวิสากบูชีไอ้นู้นนะนักดอลประปุดแต่ประองตรัสดังลางม้าคือถ้าดาวซาทั้งไงน้องบานเมียนประองประโซประองตรัสดังโดยเฉพาะมนุษย์ยืงแต่ระลึกนักดอลชีดกำนาดมวยแต่ยืงเมียนเวียสนาเกิดมาเลยตักได้เคยบลือทั้งไงนั้นดาวซาทั้งไงนะทั้งไงน้อยยืงให้แต่ทั้งไงกำนาดให้ดอลยืงเตียนโจมการประพุทธศาสนายืงทั้งไงนู้คือยืงถือเตียนเชิญพิวกัตยุบองพรมาจูนจีนมจูนจีระบบริโภคปิซาดอลโกนทมไตเตกิดักนอมทาทั้งไงนั้นจีทั้งไงเตรนักดอลคนเมียดาใบดาปลุยืงการเมาเมียดาใบดาเนี่ยประกาศเมาลูกเวทเนียนนะลูกชื่อองคลุนปราณลูกหลุมบ้าปะทอยชีวิตจมวยนังเสกได้สลับตำรอนบานยืงเมาไงเนี่ยคอมเพล็กคนเมียดาใบดาไอจังให้ดอลไงนั้นทมเตอเกยโกนนั้นเกยไตติจูนในจูนนุกทวายกุมเมียดาใบดาสมโปเจติดเนี่ยโยมเมื่อนี้ควบกับนาไอเมียงกุลตีใบหายทาวิเวียหะเมียงกุลยังหาทาอาเปียปีหะเมียงกุลคือเมียงกุลกาจีเมียงกุลตีใบสำหรับมนุษย์เมียงกุลตีบุญคือเกหะเวสนะเมียงกุลคือการล้างเตียทำไมการล้างเตียทำไมล้างตีลุมเนยทานทำไมประกาศเอาเทวดาช่วยดังหรือเอาเมียดาใบดาได้สลับตือนังช่วยดังหรือไทยซากาปีเอาซอกชิมรานจังเมียงกุลบุญอย่างนี้สำคัญขนมชาชีวิตระบอบมนุษย์ได้ทะเลาะเชื่อมาดอลลาร์พุทธศาสนาหลบสายโจรมาโลกนี้ยีปีเมียงกุลตั้งอ้อนังไอคือเมียน30 ใบเมียงกุลคือเมียงกุล30 ใบประการนานาปรุปฏิบัติตือการเมียงกุลหาวจีปีเส
ម៉ែឪមានធម៌ព្រំវិហារចំពោះកូនកូនក៏មានធម៌កតញ្ញូជាមួយមេត្តាបិតាទេវតានិងថែអាសាការពារក្រុមគ្រួសារនឹងបានសុខបានចម្រុងចម្រើនរហូតតរៀងទៅណាញោមណានេះគឺមង្គលពិធីមួយទៀតនិយាយពីខ្មែរយើងហៅថាពីអរះកូនពីអរះកូនក៏ជាប់តាក់ទងជាមួយនឹងពាក្យដូចថាមិញហ្នឹងតើថាយើងមិនប្រពៃពិធីដើម្បីកូនកូនគេលែងមកកើតវាក្រឥឡូវកើតហើយកូនត្រឡប់ទៅវិញមិនអាចនៅជាមួយយើងបានដោយសារអីដោយសារពួកអមនុស្សវាយកត្រឡប់ទៅវិញហើយបើសិនជាអមនុស្សយកត្រឡប់ទៅវិញយើងចង់ថែរក្សាកូននឹងយើងត្រូវថែរក្សាអីខ្លះថែរក្សាសុខភាពឲ្យបាយទឹកនំចំណីថែរក្សាឲ្យសពុតខោអាវស្លៀកពាក់ឲ្យកូនចេះដឹងឲ្យរៀនឲ្យសូត្រឲ្យមានរបស់របរប្រើប្រាស់ថែរក្សាជីវិតឲ្យកូននឹងឯងជួយឲ្យព្រះបរិត្តជួយថែរក្សាផងឲ្យគុណបរតនត្រ័យដែលយើងនិយមថាគុណពុទ្ធគុណពធគុណប្រសង្ឃឲ្យជួយថែរក្សាកូននឹងផងបើកូនស្លាប់ដោយសារអត់បាយយើងរកបាយបើកូនស្លាប់ដោយសារអត់ថ្នាំកើតជំងឺយើងរកថ្នាំចុះបើកូនស្លាប់ដោយសារកម្មពីអមនុស្សដែលយើងមើលមិនឃើញរឿងផ្លូវក្នុងអានឹងមានតែព្រះបរិត្តទេដែលអាចជួយរក្សាបានគេនិមន្តប្រសង្ឃនឹងយកមកសូត្រចម្រើនព្រះបរិត្តបរិត្តបរិត្តតាំងប្រែថាគ្រឿងការពាររារាំងអាយុជីវិតកូននឹងឲ្យរស់រានមានជីវិតថែរក្សាបានហើយញោមចាំមើលព្រះបរិត្តថែរក្សាកូនយើងបានមែនអីអត់ចាំមើលអាត្មានិទានរឿងខ្លីៗឲ្យញោមស្ដាប់អាយុវឌ្ឍនកុមារកើតឡើងទំនាយថា7ថ្ងៃទៀតកូននឹងត្រូវស្លាប់ឪពុកម្ដាយស្រឡាញ់ណាស់មិនចង់ឲ្យកូនស្លាប់ទេទៅសួរតាបោះជាពួកម៉ាតាបោះថាយើងជួយមិនបានទេទៅសួរព្រះបានដឹងទៅសួរព្រះអង្គថាមានវិធីតែមួយយ៉ាងទេនិមន្តប្រសង្ឃចម្រើនព្រះបរិត្តទៅស្រាប់តែឪពុកនឹងចង់ឲ្យកូនរស់និមន្តប្រសង្ឃមកចម្រើនព្រះបរិត្ត7យប់7ថ្ងៃញោមដល់ថ្ងៃទី7ប្រពុតយើងមកផ្ទាល់អមនុស្សនឹងវាត្រូវកម្មពៀមកយកកូននឹងចឹងបានមនុស្សចេះតែរះកូនមកពីអមនុស្សវាមកយកវិញជួនកាលម្ដាយដើមជួនកាលអមនុស្សនឹងដល់តែវាមកវាឃើញកូននឹងស្ដាប់ព្រះបរិត្តវាឃើញប្រពុតឃើញប្រសង្ឃនៅនឹងគេរាប់អានជាមួយប្រពុតពធប្រសង្ឃគេជាកូនសិស្សព្រះអមនុស្សវាអត់ហ៊ានយកមិនហ៊ានហោះម្លងទៀតឃើញគេកូនចៅព្រះហើយកុំបៀតបៀនគេក៏ត្រឡប់ទៅវិញទៅទុកក្មេងនឹងឲ្យរស់នៅអាយុបាន120ឆ្នាំឯណោះញោមឃើញដែរអញ្ចឹងបានថាកូននឹងគេដូរចិត្តគេលែងយកវិញដោយសារព្រះបរិត្តជួយថែរក្សាកូននឹងបានយើងនិមន្តប្រសង្ឃចម្រើនព្រះបរិត្តនឹងថែរក្សាអាយុជីវិតកូនយើងអញ្ចឹងដែរកុំឲ្យមានអមនុស្សណាមកបៀតបៀនណែរឿងអមនុស្សជាយៈដែលចាប់ក្មេងស៊ីក៏ចឹងដែរបើកូននឹងមានព្រះបរិត្តមានពុទ្ធពធប្រសង្ឃហើយឪពុក2នាក់កូនទៅកាប់អស់ញោមស្រាប់តែដល់ទៅអាគោរកប្រឡែងគោឲ្យស៊ីគោវាទៅចូលដែនដីស្ដាច់ផ្សេងឪពុកឲ្យកូននៅចាំប្រទេសឪទៅរកគោស្រាប់តែឪនឹងទៅបាត់ទៅគោនឹងទៅចូលក្នុងនោះឪចូលទៅគេបាត់ទ្វារក្រឹបលែងឲ្យចេញកូននឹងនៅដេកម្នាក់ឯងចាំប្រទេសវីវរហ្មងក្មេងតូចផងដេកចាំប្រទេសមិនដឹងគិតតែម៉េចទេញោមហើយស្រាប់តែកូននឹងដេកសោតធေါ်ទៅចិត្តតែដេកសោតធေါ်ទៅស្រាប់តែយៈ2នាក់មករកចាប់ក្មេងនឹងស៊ីយៈមួយថាចាស់វាស៊ីយៈមួយថារេកុំអីអានឹងប្រហែលជាវាកូនសិស្សព្រះទៅឃើញមាត់វាដូចជាសោតធေါ်អីផងក្មេងប៉ុណ្ណឹងវាមានធေါ်មានអីចាប់វាស៊ីទៅប្រងចាប់ស្រាប់ទៅស្ទុះទៅចាប់ជើងក្មេងនឹងកំពុងសោតធေါ်សូមគោរពរំលឹកដល់គុណពុទ្ធពធប្រសង្ឃអញ្ចឹងទៅពុទ្ធទាំងស្រណង្កឆាមិធម្មទាំងស្រណង្កឆាមិគ្រាន់តែប៉ុណ្ណឹងអមនុស្សនោះវាផ្លោងចេញឆ្ងាយស្រាប់តែអមនុស្សមួយទៀតជាយៈនោះវាប្រាប់ថាណែណែឯងបាបហើយមកចាប់គេកូនគេនេះណាមានពុទ្ធពធថែអាសាឥឡូវណែឯងមកចាប់កូនគេអញ្ចឹងណែឯងបាបហើយត្រូវតែដាក់ទណ្ឌកម្មខ្លួនយប់នឹងត្រូវថែរក្សាកូនហ្នឹងស្រាប់តែដាក់វេនគ្នាថែកូននឹងហ្មងញោមដល់តែថែទៅអង្គុយចាំយូរពេកអាមួយថាឯងនៅចាំវាអញទៅរកអីឲ្យវាហូបដល់ទៅមិនដឹងទៅធ្វើម៉េចទៅចូលក្នុងវាំងទៅលួចយកបាយស្ដាច់យកមកឲ្យក្មេងនឹងហូបហើយយកខ្ជុំកសេនៅបាត់ថាឲ្យថាមិនមែនក្មេងនឹងអ្នកលួចទេណាខ្ញុំជាអមនុស្សជាយៈលួចបំពេញកតបកិច្ចខ្ញុំហើយយកមកដាស់ក្មេងនឹងឲ្យហូបក្មេងនឹងមិនដឹងថាខ្មោចយៈព្រាយទេដឹងតែមនុស្សមានធំយកបាយមកឲ្យហូបព្រួយទៅក៏សម្រានលក់ទៀតទៅព្រឹកឡើងគេផ្អើលពេញវាំងបាត់ភេទបាត់អីដល់គេដើររចុះរឡើងទៅឃើញនឹងក្មេងកូននឹងកាន់ឃើញនឹងដៃស្រាប់តែគេចាប់វាទៅថ្វាយស្ដាច់បានព្រះរាជាណោ
ចោតប្រកាន់ថាក្មេងនឹងឯងជាចោលគេប្រុងយកក្មេងនឹងធ្វើបាបស្រាប់តែកលាប់ភៀចមកឃើញថាអមមិនមែនក្មេងនឹងអ្នកលួចទេគឺអមនុស្សដែលថែរក្សាក្មេងនឹងម្លោះហើយចាប់ពីពេលនោះមកព្រះជាក៏ប្រទានអភ័យឲ្យទ្រព្យសម្បត្តិកូននឹងកាន់តែមានបានសុខចម្រើនតរៀងទៅយកមើលដោយសារមនុស្សមានត្រៃសរណៈគុំពុទ្ធពធប្រសងជាទីពឹងអមនុស្សខ្មោចព្រាយមិនហ៊ានបៀតបៀនទេវតាក៏នឹងថែអាសាការពារទៅណាក៏បានលៀបក៏បានយស័កសម្បត្តិដែរដូច្នេះហើយបានជាកិច្ចកម្មវិធីខូបកំណើតនឹងយើងក៏និមន្តប្រសងមកចម្រើនព្រះបរិត្តឲ្យប្រគិនទានឧទ្ទិសដល់បុព្វការីជនមេត្តាបិតានឹងកើតបុណ្យកើតគុណកើតកុសលកើតមង្គលដល់ញោមទាំងអស់គ្នាបានអាយុវែងហើយចៅតូចនឹងក៏បានអាយុវែងចៅតូចនឹងក៏คล้ายជាសមាជិករបស់ពុទ្ធសាសនាទេវតានឹងថែអាសាការពារឲ្យសុខចម្រើនតរៀងទៅចឹងពិធីខួបកំណើតនឹងតាមបែបពុទ្ធសាសនាចប់ប៉ុណ្ណឹងហើយសូមនិមន្តជ្រាបសាធុជ្រាបហើយអនុថែអរគុណណាស់ធម៌បនអីពុទ្ធិទៅរួចដែរអនុថែនេះដឹងជាទៅរឹសធម៌ពីណាពីណីមកទេស្រាវជ្រាវខ្ទេចខ្ទីអស់ហើយញាតិញោមពុទ្ធបរិស័ទទាំងអស់ក៏មានសេចក្តីជ្រះថ្លានឹងការសម្ដែងពធទេសនារបស់អនុថែបុណ្យកុសលដែលបានកើតឡើងក្នុងទីនេះឧទ្ទិសដល់ជីដូនជីតាមេដាបេដាដែលចែកឋានទៅញាតិការទាំង7សន្តានសូមបានទទួលមគ្គផលបុណ្យសោយសម្បត្តិទឹកតាមសេចក្តីប្រាថ្នានឹងបុណ្យក្នុងឱកាសនេះប្រគេនដល់ព្រះគ្រូម្ចាស់គ្រប់ព្រះអង្គជូនដល់ញោមជាម្ចាស់ដីប្រធានបុណ្យព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ជាពិសេសបងកូនប្រុសចៅ Alexander ឲ្យមានសុខភាពល្អបរិបូរណ៍ដើម្បីថែរក្សាឬលើកថ្កុំថ្កើងតម្លើងកិត្តិយសតកូលមេដាបេដានឹងឲ្យកាន់តែរុងរឿងតទៅការថ្លែងសម្ដែងធម៌ទេសនាក្នុងវេលាគ្រានេះលាលែងតំណែងមហាថៃអនុថែសន្មតបញ្ចប់អេវ៉ាំង